សូមស្វាគមន៍មកកាន់រឿងនិទានកុមារសត្វស្រមោចក្លាហាននិងដំណក់ទឹកភ្លៀង The Brave Ant and the Raindrop តួអង្គសំខាន់ក្នុងសាច់រឿងមានអាពីនជាស្រមោចក្លាហានស្រមោចក្រហមតូចដែលមានចិត្តក្លាហាននិងឧស្សាហ៍ព្យាយាមបំផុតនៅក្នុងសម្បុកឈូជាអ្នកជួយសង្គ្រោះឃ្មុំតូចដែលមានចិត្តសប្បុរសចូលចិត្តជួយអ្នកដទៃនិងមានស្លាបពណ៌លឿងភ្លឺតាអណ្ដើកជាអ្នកផ្ដល់ដំបងមន់អណ្ដើកចាស់ដែលមានចំណេះដឹងជ្រៅជ្រះនិងតែងតែផ្ដល់ដំបងមន់ល្អៗដល់សត្វតូចតោះយើងទៅស្ដាប់រឿងនិទានទាំងអស់គ្នាក្នុងព្រៃដ៏ធំល្វើយមួយមានស្រមោចតូចមួយឈ្មោះអាពីនរស់នៅយ៉ាងសប្បាយរីករាយអាពីនជាស្រមោចដែលឧស្សាហ៍ព្យាយាមនិងចូលចិត្តលូករកកន្លែងថ្មីៗជានិច្ចជារៀងរាល់ព្រឹកអាពីនតែងតែចេញពីសម្បុកដើម្បីស្វែងរកអាហារសម្រាប់គ្រួសាររបស់វារីករាយនឹងការមើលផ្កាស្រស់ៗនិងស្មៅពណ៌បៃតងខ្ចីក្នុងព្រៃថ្ងៃនេះអាពីនសម្រេចចិត្តដើរទៅឆ្ងាយជាងរាល់ដងដើម្បីស្វែងរកផ្លែឈើដែលផ្អែមជាងគេវាមានអារម្មណ៍ថាថ្ងៃនេះនឹងមានរឿងរ៉ាវអស្ចារ្យកើតឡើងខណៈពេលដែលអាពីនកំពុងដើរវាបានជួបមិត្តភក្តិម្នាក់គឺឈូដែលជាឃ្មុំតូចចិត្តល្អឈូកំពុងហោះហើរក្រេបលំអងថាយ៉ាងសប្បាយរីករាយអាពីននិងឈូបានជជែកគ្នាពីសម្រស់នៃព្រៃព្រឹក្សានិងការងារប្រចាំថ្ងៃរបស់ពួកគេទាំងពីរបានសន្យាថានឹងជួយគ្នាទៅវិញទៅមកជានិច្ចឈូបានប្រាប់អាពីនថាអាពីនអើយឯងត្រូវប្រយ័ត្នផងណាព្រោះមេឃហាក់ដូចជាចង់ភ្លៀងហើយភ្លាមនោះមេឃដែលធ្លាប់តែស្រឡះក៏ចាប់ដើមមានពពកខ្មៅបក់មកយ៉ាងលឿនខ្យល់ចាប់ដើមបក់ខ្លាំងធ្វើឲ្យស្លឹកឈើយួលទៅមកយ៉ាងរំជើរំជួលអាពីនព្យាយាមរត់រកកន្លែងជ្រកប៉ុន្តែវាស្ថិតនៅឆ្ងាយពីសម្បុកពេកវាមានអារម្មណ៍ភ័យខ្លាចបន្តិចប៉ុន្តែវានៅតែព្យាយាមរក្សាភាពក្លាហានសម្រែកផ្គរឡន់បានបន្លឺឡើងពីចម្ងាយប្រាប់ជាសញ្ញាថាគ្រោះថ្នាក់កំពុងតែខិតជិតចូលមកដល់ហើយដំណក់ទឹកភ្លៀងដំបងបានធ្លាក់ចុះមកលើដីយ៉ាងខ្លាំងសម្រាប់ស្រមោចតូចដូចជាអាពីនដំណក់ទឹកភ្លៀងនីមួយប្រៀបដូចជាបាល់ទឹកដ៏ធំអញ្ចឹងអាពីនព្យាយាមរត់ទៅពួនក្រោមស្លឹកឈើជ្រោះមួយប៉ុន្តែដំណក់ទឹកភ្លៀងបានធ្លាក់មកចំពីលើវាល្មមទឹកភ្លៀងបានធ្វើឲ្យខ្លួនរបស់វាទៅទឹកជោកនិងពិបាកក្នុងការធ្វើចលនាវាដឹងថាបើវាមិនប្រឹងប្រែងទេវានឹងត្រូវទឹកហូរនាំទៅបាត់ជាមិនខានអាពីនចាប់ផ្ដើមប្រើកម្លាំងទាំងអស់ដែលវាមានដើម្បីតស៊ូរំពេចនោះកំណក់ទឹកដក់ធំមួយបានធ្លាក់មកស្រោបពីលើអាពីនធ្វើឲ្យវាមើលទៅដូចជាជាប់ក្នុងបាល់កញ្ចក់ទឹកអាពីនដកដង្ហើមស្ទើរមិនរួចនិងព្យាយាមហែលចេញពីទឹកនោះវាចាប់ផ្ដើមនឹកឃើញដល់ពាក្យម៉ាស់របស់វាដែលថាកូនត្រូវតែមានសតិនិងភាពអត់ធ្មត់ទោះបីជួបការលំបាកយ៉ាងណាក៏ដោយអាពីនមិនបោះបង់ចោលក្តីសង្ឃឹមឡើយវាប្រោជើងតូចរបស់វាធាក់ទឹកយ៉ាងខ្លាំងដើម្បីឲ្យខ្លួនវាបានងើបឡើងមកលើវិញវាជារឿងដែលពិបាកបំផុតដែលអាពីនមិនធ្លាប់ជួបពីមុនមកឈូដែលកំពុងជ្រក់ភ្លៀងនៅក្បែរនោះបានឃើញអាពីនកំពុងមានគ្រោះថ្នាក់នាងមិនបងអង់យូរឡើយទោះបីជាស្លាបរបស់នាងត្រូវទឹកភ្លៀងក៏ដោយឈូព្យាយាមហក់ចុះមកជិតដីដើម្បីជួយមិត្តរបស់នាងបានស្រែកប្រាប់ថាអាពីនគង់ភ័យអីខ្ញុំមកជួយឯងហើយភាពក្លាហានរបស់ឈូបានធ្វើឲ្យអាពីនមានកម្លាំងចិត្តកាន់តែខ្លាំងពួកគេទាំងពីរដឹងថាមិត្តភាពពិតប្រាកដគឺការជួយគ្នាក្នុងគ្រាអាសន្នខ្យល់បក់កាន់តែខ្លាំងធ្វើឲ្យទឹកភ្លៀងហូរកឡុកដូចជាទន្លេតូចលើកដីអាពីនត្រូវដោតទឹកនាំទៅកាន់មាត់អូរតូចមួយដែលពោពេញដោយទឹកហូរឈូឆបានហក់មកដល់ហើយព្យាយាមប្រើជើងរបស់នាងចាប់ទាញអាពីនចេញពីទឹកប៉ុន្តែដោយសារខ្លួនរបស់អាពីនរអិលពេកធ្វើឲ្យការជួយសង្គ្រោះកាន់តែពិបាកតស៊ូឡើងអាពីនអញត្រូវតែចាប់ជើងខៀមឲ្យជាប់ឈូឆស្រែកប្រាប់ដោយក្តីបារម្ភនិងការប្រឹងប្រែងខណៈពេលដែលស្ថានភាពកាន់តែអាក្រក់តាអណ្ដើកដ៏មានប្រាជ្ញាក៏បានវាមកដល់ក្បែរនោះតាអណ្ដើកមានស្នូកដ៏រឹងមាំដែលអាចការពារទឹកភ្លៀងបានយ៉ាងល្អតាអណ្ដើកបានឃើញសកម្មភាពរបស់អាពីននិងឈូក៏សម្រេចចិត្តចូលទៅជួយភ្លាមគាត់បានស្រែកហៅថាចៅទាំងពីរឆាប់មកជ្រកក្រោមស្នូករបស់តានេះមក
ពាក្យសម្ដីរបស់តាអណ្ដើកបានដល់ក្តីសង្ឃឹមថ្មីដល់សត្វតូចៗទាំងពីរពួកគេព្យាយាមឆ្ពោះទៅរកតាអណ្ដើកដោយក្តីសង្ឃឹម អាពីនបានប្រើកម្លាំងចុងក្រោយលោតឡើងទៅលើខ្នងស្នូករបស់តាអណ្ដោកឈូក៏បានហោះមកសម្រាកលើនោះដែរបន្ទាប់ពីហត់នឿយនឹងការតស៊ូនឹងខ្យល់ភ្លៀងនៅលើខ្នងតាអណ្ដោកពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពនិងក៏ក្តៅតាអណ្ដោកបានសរសើរអាពីនថាជាស្រមោកដែលក្លាហានបំផុតដែលគាត់ធ្លាប់ស្គាល់ការតស៊ូរបស់ចៅនឹងធ្វើឲ្យចៅកាន់តែរឹងមាំតាអណ្ដោកនិយាយតាំងញញឹមយ៉ាងទន់ភ្លន់អាពីនមានអារម្មណ៍មោទនភាពចំពោះខ្លួនឯង ភ្លៀងនៅតែបន្តធ្លាក់ប៉ុន្តែឥឡូវនេះពួកគេទាំង3នាក់បានរួបរวมគ្នាតាអណ្ដើកបាននាំពួកគេទៅកាន់ក្រុមមេឃឈើធំមួយដែលមានដីស្ងួតល្អនៅទីនោះអាពីនបានរៀនអំពីសារៈសំខាន់នៃភាពអត់ធ្មត់វាបានដឹងថាទោះបីជាយើងតូចទាបក៏ដោយប៉ុន្តែប្រសិនបើយើងមានចិត្តរឹងមាំយើងអាចឆ្លងកាត់អ្វីៗគ្រប់យ៉ាងបានឈូក៏បានរៀនពីរបៀបជួយអ្នកដទៃដោយមិនគិតពីខ្លួនឯងមិត្តភាពរបស់ពួកគេកាន់តែរឹងមាំឡើងនៅក្នុងពេលដ៏លំបាកនេះតាអណ្ដើកចាប់ផ្ដើមនិទានរឿងអំពីការរស់នៅក្នុងព្រៃឲ្យពួកគេស្ដាប់គាត់បានបង្រៀនពួកគេអំពីរបៀបសង្កេតមើលអាកាសធាតុនិងការត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ជាយថាហេតុជីវិតគឺជាការរៀនសូត្រចៅអើយតាអណ្ដើកនិយាយរាល់ឧបសគ្គគឺជាមេរៀនដែលធ្វើឲ្យយើងមានប្រាជ្ញាជាងមុនអាពីននិងឈូបានស្ដាប់ដោយយកចិត្តដាក់កាពិសេសពួកគេមានអារម្មណ៍ថាខ្លួនឯងមានសំណាងណាស់ដែលបានជួបតាអណ្ដើកក្រោយមកបន្តិចភ្លៀងក៏ចាប់ផ្ដើមរលឹមស្រិចហើយមេឃក៏ចាប់ផ្ដើមស្រឡះឡើងវិញក្លិនដីសើមនិងខ្យល់អាកាសបរិសុទ្ធបានធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ស្រស់ស្រាយអាពីនបានអរគុណតាអណ្ដើកនិងឈូសម្រាប់ការជួយសង្គ្រោះជីវិតរបស់វាបានដឹងថាបើគ្មានមិត្តភក្តិទាំងពីរនេះទេវាមិនដឹងជាមានវាសនាយ៉ាងណាឡើយឈូញញឹមហើយនិយាយថាយើងជាមិត្តនឹងគ្នាត្រូវតែជួយគ្នាអញ្ចឹងហើយពួកគេទាំង3បានសើចសប្បាយជាមួយគ្នាមុននឹងត្រឡប់ទៅផ្ទះវិញអាពីនបានឃើញឥន្ធនូដ៏ស្អាតមួយលើមេឃពណ៌ទាំង7របស់វាហាក់ដូចជាផ្ដល់រង្វាន់ដល់ភាពក្លាហានរបស់អាពីនតាអណ្ដើកបានប្រាប់ថាឥន្ធនូនឹងលេចឡើងតែក្រោយពេលមានភ្លៀងធ្លាក់ប៉ុណ្ណោះដូចជាភាពជោគជ័យដែលនឹងមកដល់ក្រោយការខិតខំប្រឹងប្រែងអញ្ចឹងអាពីនបានកត់ចំណាំសម្ដែងនេះទុកក្នុងចិត្តយ៉ាងខ្ជាប់ខ្ជួនវានឹងយកមេរៀននេះទៅប្រាប់ដល់បងប្អូនស្រមោលដទៃទៀតអាពីនបានសម្រេចចិត្តបន្តរកចំណីបន្តិចទៀតមុននឹងត្រឡប់ទៅសម្បុកវិញលើកនេះវាមានការប្រុងប្រយ័ត្នជាងមុននិងតែងតែសម្លឹងមើលមេឃជានិច្ចវាបានរកឃើញផ្លែឈើទុំមួយដុំធំដែលជ្រុះពីលើដើមដោយសារខ្យល់ភ្លៀងនេះគឺជាចំណីដ៏អស្ចារ្យសម្រាប់គ្រួសាររបស់វាឈូបានជួយអាពីនក្នុងការនាំចំណីនោះត្រឡប់ទៅសម្បុកវិញពួកគេសហការគ្នាបានយ៉ាងល្អដូចជាក្រុមការងារដ៏អស្ចារ្យនៅពេលអាពីនត្រឡប់មកដល់សម្បុកវិញគ្រួសាររបស់វាទាំងអស់មានក្តីបារម្ភយ៉ាងខ្លាំងនៅពេលឃើញអាពីនមានសុវត្ថិភាពគ្រប់គ្នាបានរត់មកអោបវាដោយក្តីរំភើបអាពីនបានរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងនិងការជួយសង្គ្រោះពីឈូនិងតាអណ្ដើកស្រមោលទាំងអស់បានសម្ដែងការដឹងគុណចំពោះមិត្តភក្តិថ្មីរបស់អាពីនសម្បុកស្រមោលទាំងមូលពោពេញដោយភាពរីករាយនិងសំណើកអាពីនបានក្លាយជាវីរបុរសតូចម្នាក់នៃក្រសែភ្នែកមិត្តភក្តិអាពីនបានរៀនថាភាពក្លាហានមិនមែនមានន័យថាមិនចេះខ្លាចនោះទេប៉ុន្តែគឺជាការតស៊ូទោះបីជាខ្លាចក៏ដោយវាក៏បានរៀនថាការជួយគ្នាគឺជាកម្លាំងដ៏មហិមាបំផុតចាប់ពីថ្ងៃនោះមកអាពីនឈូនិងតាអណ្ដើកតែងតែជួបគ្នាជាទៀងទាត់ដើម្បីចែករំលែកបទពិសោធន៍ពួកគេបានក្លាយជាមិត្តសម្លាញ់ដែលមិនអាចបំបែកបានព្រៃឈើដ៏ធំនេះលែងមានភាពគួរឲ្យខ្លាចសម្រាប់អាពីនទៀតហើយព្រោះវាដឹងថាវាមានមិត្តល្អនៅក្បែរជានិច្ចមេរៀននៃជីវិតដែលអាពីនទទួលបានធ្វើឲ្យវាផ្លាស់ប្ដូរពីស្រមោចធម្មតាទៅជាស្រមោចដែលមានប្រាជ្ញាវាបានបង្រៀនស្រមោចតូចៗផ្សេងទៀតឲ្យចេះតស៊ូនឹងសាមគ្គីគ្នាវាបានប្រាប់ក្មេងៗស្រមោចថាដំណក់ទឹកភ្លៀងអាចនឹងធំសម្រាប់យើងប៉ុន្តែបេះដូងរបស់យើងធំជាងទឹកភ្លៀងទៅទៀតគ្រប់គ្នាបានស្ដាប់ដោយការគោរពនិងយកអាពីនធ្វើជាគំរូភាពក្លាហានបានរីកសាយភ័យពេញសម្បុកស្រមោចរាល់ពេលដែលមានភ្លៀងធ្លាក់ម្ដងអាពីនលែងមានភាពស្លន់ស្លោទៀតហើយ
វាដឹងពីរបៀបការពារខ្លួននិងរបៀបជួយសមាជិកដទៃទៀតឲ្យមានសុវត្ថិភាពវាបានរៀបចំចម្រុកសុវត្ថិភាពនិងស្ពានអាហារទុកជាមុនជានិច្ចការរៀបចំទុកជាមុនជាបំណិនជីវិតដ៏សំខាន់ដែលវាបានរៀនពីតាអណ្ដើកជីវិតនៅក្នុងព្រៃកាន់តែមានសេចក្តីសុខនិងសុវត្ថិភាពសម្រាប់សត្វតូចៗទាំងអស់ពួកគេរស់នៅដោយការយោគយល់និងជួយគ្នាទៅវិញទៅមកមិត្តភាពរវាងសត្វផ្សេងគ្នាដូចជាស្រមោចឃ្មុំនិងអណ្ដើកបានក្លាយជារឿងរ៉ាវដ៏ល្បីល្បាញក្នុងព្រៃវាបានបង្ហាញថាទោះបីជាមានរូបរាងខុសគ្នាក៏អាចជាមិត្តល្អនឹងគ្នាបានដែរពួកគេបានរួមគ្នាធ្វើឲ្យព្រៃឈើក្លាយជាកន្លែងដែលពោរពេញដោយក្តីស្រឡាញ់គ្មានឧបសគ្គណាដែលពួកគេមិនអាចឆ្លងកាត់បានឡើយប្រសិនបើពួកគេរួបរวมគ្នាអាពីនតែងតែញញឹមរាល់ពេលឃើញមេឃស្រឡះនិងពន្លឺព្រះអាទិត្យវាដឹងថាថ្ងៃថ្មីនឹងនាំមកនូវការផ្សំព្រេងថ្មីជានិច្ចនៅទីបញ្ចប់អាពីនបានយល់ច្បាស់ថាការតស៊ូព្យាយាមនិងការចេះជួយគ្នាគឺជាសោរនៃសុភមង្គលរឿងរ៉ាវរបស់ស្រមោចក្លាហាននិងដំណក់ទឹកភ្លៀងត្រូវបានចងចាំជារៀងរហូតកុមារឯងចូលរៀនសូត្រតាមអាពីនដែលមិនចេះបោះបង់ចោលក្តីសង្ឃឹមទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយហើយត្រូវចងចាំថាការជួយមិត្តភក្តិគឺជាអំពើដ៏ល្អបំផុតរឿងរ៉ាវនេះបានបញ្ចប់ដោយភាពរីករាយនិងមេរៀនដ៏មានតម្លៃសម្រាប់យើងគ្រប់គ្នាសន្តិភាពនិងសេចក្តីសុខបានគ្របដណ្ដប់ពីនព្រៃព្រឹក្សាជារៀងរហូតតទៅ